នេះគឺជាឡាន Cybertruck ដែលឮទៅគេថាភាពប្លែករបស់ឡាន Cybertruck នេះវាមិនចាំយើងកាន់ចកោតទេគ្រាន់តែយើងនឹងអង្គុយយើងធម្មតាវាកាច់ចកោតខ្លួនឯងជន់បារាំងខ្លួនឯងអញ្ចឹងឡាននេះប្លែកដែលមានលក្ខណៈគេហៅថាពិសេសដល់ការធ្វើដំណើរហើយក៏វាមិនមែនថាអត់កាន់ចកោតហើយបើកខ្លួនឯងនោះមិនមែនថាអត់សុវត្ថិភាពទេគឺសុវត្ថិភាពឲ្យនេះបងប្រុសគាត់កាន់ចកោតឡានគឺមិនបាច់កាន់ទេអាចធ្វើការងារអីផ្សេងគាត់អង្គុយពីមុខកុំឲ្យផ្ចង់អារម្មណ៍ទៅលើរឿងអីផ្សេងអាហ្នឹងបើយើងមើលទូរស័ព្ទវានេះយើងដែរមែនអត់អូនេះមានកាមេរ៉ាគេដើម្បីវាសងាប់ឲ្យយើងបដោតទៅលើខាងមុខដែរណាមិនមែនពឹងទៅលើវាទាំងសងអញ្ចឹងហ៎ណាដល់ពេល stop យើងបញ្ចប់ stop ខ្លួនឯងមក stop ខ្លួននេះដល់កន្លែង stop ខ្លួនឯងអត់បាច់ចាំបាក់ជន់បារាំងទេនេះយ៉ាងនៅក្រោមនេះជើងបងធម្មតាចាំមើលទៅពេលឡានចេញទៅខ្លួនឯងហើយកាច់ចកោតទៅខ្លួនឯងនេះតិចទៅណាCybertruck ហើយឡានដែលនៅពីឆ្វេងពីស្ដាំហ្នឹងគឺវាចាប់បានទាំងអស់អា sensor ហ្នឹងណាចាប់បានទាំងអស់អត់មានថាអីទេវាគួរតែបើកឡាញមួយណាអីមួយណាគឺគេថាដូចវាដឹងហ្មងបើយើងអត់ទេយើងបើកអានោះបើយើងអ្នកបើកតទៅចិត្តដល់បានសុំ stop signal មកនេះអានេះវា signal អាណាបើកយឺតឡានជ្រឹកទៀតអូឃើញឡានគេបើកយឺតឃើញបើកយឺតឥឡូវ signal មកនេះវិញចឹងភាពប្លែករបស់ Cybertruck នេះវាពិសេសដែរនឹងហើយឡាននេះធ្ងន់ណាគាត់ថាទ្វាវាឬក៏តម្ងន់របស់វានេះឡើងហ្សិបខ្លាំងចង់ធ្ងន់ជាង Hummer ទេតើHummer ធ្ងន់ជាងអូ Hummer ធ្ងន់ជាងធ្ងន់ដល់ stop ដល់អីនេះខ្លាចផុត stop ជន់នឹងលឿនដែរនេះល្អដែរកន្លែងណា stop មើលឆ្វេងមើលស្ដាំមានវាក់មើលទេឡាននេះនោះវាបន្ថយដោយសារគេដឹងគេសញ្ញោទៀតតម្រង់រូបរាងខាងក្នុងស្អាតដល់អញ្ចឹងលោកទិញជីបានបាទព្រោះអត់បើកខ្លួនឯងបងគាត់អង្គុយនេះគឺដាក់អត់ត្រូវចឹងទៅណាបើកឲ្យទៅបើកទៅខ្លួនឯងអីខ្លួនឯងប៉ុន្តែបើកន្លែងខ្លះអត់មានសេវាវាអាច control បានអត់ទៅវាមានក្នុង memory ក្នុងវាសិតបើកបានតែបើអត់មានសេវាអាកន្លែង location ហ្នឹងទេពិបាកបើកដែរណាហើយយើងកាន់តែកូនខ្លួនឯងដូចយើងធ្លាប់បើកទៅនោះពីមុនវា save ខាងក្នុងសួរដែរតឡានខ្សែបញ្ឈរបើកអត់បានវាស្រែកប្រាប់ថាយើង take over ឲ្យយើងកាន់ចកោតវិញណាមើលអត់មានវាក់ទៅជន់ជើងជន់អីនាំពិបាកផឹងអីសួរអានេះកាត់បន្ថយចំណាយទៅលើការចាក់សាំងណាវាបញ្ចូលទៅអស់តែភ្លើងបញ្ចូលម្ដងមកពេញប្រើបានម៉ានគីឡូបង325 ម៉ៃវាចូលចិត្ត350គីឡូដល់កន្លែងវាត្រូវបត់វាសញ្ញោប្រាប់វាច្បាប់ចរាចរណ៍វាចេះច្រើនលើសយើងទៀតចេះវាដឹងកន្លែងណាវ៉ាលីកន្លែងវ៉ាលីបែបវ៉ាលីអូនេះដល់នេះ
អូខេដល់ផ្ទះបងផុសហើយអរគុណចាំមិនបើ